ម្ចាស់ការសាំង PTT នៅខេត្តកំពតបានចេញមកបកស្រាយហើយក្រោយផ្ទុះវីដេអូមួយរបស់អតិថិជនអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីផ្ទុះនឹងការវែកញែកជាខ្លាំងបន្ទាប់ពីមានគណនី TikTok មួយឈ្មោះចេងបានធ្វើការបង្ហោះថាខំបោឡានដល់ការសាំងហើយមានលុយខ្មែរគេមិនចាក់ឲ្យទៀតដោយនៅក្នុងវីដេអូនោះផងដែរគឺបានបង្ហាញមុខច្បាស់ៗអំពីបុគ្គលិកការសាំងម្នាក់ដែលគាត់បានទាកន្ទុយចំនួន 1000 រៀលចំពោះតម្លៃសាំង$50ដោយសារតែការនិយាយមិនត្រូវគ្នាទើបសម្រេចចិត្តមិនចាក់សាំងហើយក៏បានផុសនៅវីដេអូនេះឡើងដើម្បីឲ្យអ្នកលេងបណ្ដាញសង្គមជួយធ្វើការវែកញែកបន្ទាប់ពីបានឃើញភាពមិនប្រក្រតីចំពោះវីដេអូមួយនេះហើយម្ចាស់ការសាំងដែលមានគណនីឈ្មោះថារិទ្ធនិចបានធ្វើការបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះដែលបានរៀបរាប់ថាក្នុងនាមយើងខ្ញុំជាម្ចាស់ស្ថានីយ៍ប្រេង PTT នៅភូមិត្រពាំងធំឃុំជុំគ្រាស្រុកទឹកឈូខេត្តកំពតដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ33សូបំភ្លឺជូនបងស្រីដែលបានអញ្ជើញមកចាក់ប្រេងនៅស្ថានីយ៍យើងខ្ញុំបុគ្គលិកនេះគឺជាបុគ្គលិកថ្មីដែលទៅចូលធ្វើការហើយស្ថានីយ៍យើងខ្ញុំបានបើកដំណើរការរយៈពេល6ឆ្នាំមកហើយមិនដែលមានបញ្ហាបែបនេះនោះទេហើយក៏មិនដែលឲ្យបុគ្គលិកធ្វើខុសពីគោលការណ៍ក្រុមហ៊ុននោះឡើយហើយក៏មិនដែលហាមឲ្យបុគ្គលិករបស់យើងខ្ញុំមិនយកលុយរៀលនោះដែរស្ថានីយ៍យើងខ្ញុំមានអ្នកគ្រប់គ្រងនៅទីនោះបងស្រីអាចហៅអ្នកគ្រប់គ្រងមកសួរនាំពីបញ្ហាខាងលើនេះបានមុននឹងបងបង្ហោះជាវីដេអូដែលបងបានថតយើងខ្ញុំនឹងធ្វើការងារជាមួយបុគ្គលិកនេះបន្ថែមទៀតសូមបញ្ជាក់ក្នុងករណីធ្វើខុសពីគោលការណ៍ក្រុមហ៊ុនយើងខ្ញុំនឹងបញ្ឈប់គាត់ពីការងារថ្ងៃទី19ខែ4ឆ្នាំ2025បន្ទាប់ពីបានឃើញម្ចាស់ការសាំងធ្វើការបង្ហោះបែបនេះហើយក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានចូលទៅខមមិនដែលបានរៀបរាប់ថាមិនបន្ទោសខាងណាទេតែរឿងប៉ុណ្ណឹងសម្រួលទៅមើលទៅគាត់ក៏មើលទៅភ័យប្រហែលគាត់ទៅចូលផងគ្មានអ្នកណាធ្វើត្រូវទាំងអស់នោះទេខ្ញុំធ្វើការ3ឆ្នាំហើយនៅតែមានភ្លេចអ្នកម្ចាស់សាំងនឹងក៏ហួសហេតុដែរគ្រាន់តែអញ្ចឹងក៏ថតបង្ហោះដែរខ្មែរដូចគ្នាសោះនិយាយគ្នាស្រួលបួលទៅខ្ញុំចូលខមមិននេះមិនបានកាន់ជើងខាងណាទេខុសត្រូវអីយើងគួរតែសួររកខុសរកត្រូវសិនបើថាបុគ្គលិកខុសខាងម្ចាស់ទីតាំងក៏ចាត់ការទៅតាមនឹងដែរតែបើយើងអាងអីថតបង្ហោះអាងអីថតបង្ហោះក៏វាមិនល្អដែររឿងតិចតួចទេហើយទៅនិយាយគ្នាស្ងាត់ស្ងាត់រកខុសត្រូវនៃការិយាល័យទៅគឺវាល្អទាំងសងខាងហើយចាស់ហើយនេះគឺជាវីដេអូទាំងស្រុងដែលម្ចាស់គណនីនិងជាអតិថិជនដែលបានចូលទៅចាក់សាំងនៅក្នុងស្ថានីយ៍ PTT ដែលគាត់បានបង្ហោះកេះពីម្សិលមិញឥឡូវ50លីត្រចាក់បានអត់បងមិនសិត50លីត្រចាក់បានអត់តែចង់និយាយថាបើឲ្យបងបាញ់ជាដុល្លារខ្ញុំហ្នឹងគេអត់បានដុល្លារ50លីត្រគិតតាមហ្នឹងដុល្លារខ្ញុំឥឡូវលុយខ្មែរនេះចាក់អត់បានទេនេះលុយខ្មែរបានចង់និយាយថាមិនអត់បានទេតែចង់និយាយថាសុំគិតកតុយបងដូចថា50លីត្រគិតកតុយទៀតចាំបងតែងផ្លាក់នៅមកគេដាក់ផ្លាក់តែបងអីគេដាក់ផ្លាក់តែមួយម៉ាត់តែខែទៅគាត់ខ្ញុំខាត10លីត្រខាត200ខាត10លីត្រខាត200បើបងដាក់50លីត្រខ្ញុំខាត1000ហើយចឹងណាគេយកពីបងឯង200ណាគេយកពីបងឯងផ្លាក់លក់1លីត្រហ្មង1លីត្រហ្មងឥឡូវពូមេគាត់យកជាដុល្លារមេគាត់យកជាដុល្លារអញ្ចឹងខ្ញុំបាត់ខ្ញុំសុំឲ្យបងដាក់ជាដុល្លារទៅហ្នឹងគាត់យកពីខ្ញុំជាដុល្លារទីហោខ្ញុំទីហោឥឡូវខ្ញុំទីហោស្ដាប់ទីហោថាឥឡូវបងឯងចាក់10លីត្រវា30000 5500អញ្ចឹងណាហើយខ្ញុំយក35500ទៅទិញដុល្លារអាទឹកលុយនៅលើត្រង់នេះវាអត់បានទេអញ្ចឹងបានខ្ញុំថាឲ្យបងដាក់ជាដុល្លារទៅតែបងអត់អីទេមិនចាក់បើចាក់អត់កើតទៅមកទៀតមែនទេចង់និយាយថា50លីត្រទេខ្ញុំខាត់1000អញ្ចឹងខ្ញុំចង់ឲ្យថាបងដាក់ជាដុល្លារទៅបងអត់មានត្រូវខាតទេព្រោះគេលក់1លីត្រ3000បើខ្ញុំចាយតែលុយខ្មែរណាបងអត់មានដុល្លារចាយខាតអីគេបងឯងទៅខាតអីគេខ្ញុំមានដុល្លារណាឲ្យចាឥឡូវជិះទៅមុខចាក់ទៀតអីទៅគាត់អត់មានហ្នឹងពីចាប់ខ្ញុំបាក់